ឥតមានឆ្កងមិនឲ្យខ្នងខ្នងប្រុងប្រយ័ត្នបង្គំគោរពក្រាបប្រណិប័តដល់រាបដល់ខ្សាត់ខ្សៃជនមីបាទសូមគោរពជំរាបសួរបងប្អូនទាំងអស់ជាទីស្រឡាញ់រាប់អានហើយថ្ងៃនេះខ្ញុំនឹងមកធ្វើការសូត្រពាក់ព័ន្ធជាមួយនឹងអត្ថបទកំណាព្យឬព្រះចង្កូមកៅបន្តទៀតថ្ងៃមុនយើងបានស្ដាប់ក៏ដូចជាបានតាមដានមកដល់ទំព័រ30ឥឡូវខ្ញុំនឹងសូត្រនៅទំព័រ31បន្តទៀតសូមរីករាយស្ដាប់យុជីកតេដូចតទៅលងស្រេចស្ដេចគង់លងស្រេចស្ដេចទ្រង់ឲ្យរៀបកមន្ទីរយ៉ាងល្អគូជ្រះថ្លាដំកល់ព្រះតនព្រះសាស្តាហើយទ្រង់ឧស្សាហ៍នាំបរិស័ទថែនាំរក្សាឥតមានមកមិនឲ្យខ្នើងខ្នងប្រុងប្រយ័ត្នបង្គំគោរពក្រាបប្រណិប័តដល់រាបដល់ខ្សាត់ខ្សៃជនមីដោយគុណដែលបានទ្រង់ថែទាំព្រះធាតុឧត្តមល្អថ្លៃថ្លាទ្រង់បានទៅកើតជាទេវតានៅឋានសុគីសោយសម្បត្តិចំណេចេរកាលមកខាងអាយកូនចៅទាំងឡាយនៃមហាក្សត្រក៏បានអង្គសាក្រាបប្រណិប័តថែតំប្រយ័ត្នតគ្នាលុះដល់ចៅទូតមួយព្រះអង្គព្រះនាមនៃទ្រង់នរិន្ទ្រីគង់ហੰសង្វង្មហារាជាស្ដេចទ្រង់ជ្រះថ្លាខាងនិក្រនដែលជាសត្រូវនឹងសាសនានៃព្រះសង្ឃស្ដាប្រសាលុនទើបស្ដេចមិនជ្រាបព្រះគុណធ្ងន់ព្រះចង្កូមមានបុណ្យដល់តិចសោះតែពួងមហាជនក្នុងភារីនៅមានសទ្ធាមិនបងបោះគោរពរាប់អានដោយចិត្តស្មោះជឿស្ម័គ្រចំពោះតែរាល់គ្នាគ្រាមួយអង្គពួកមនុស្សប្រុសស្រីនាំគ្នាគ្មានក្មៃហែបូជាព្រះចង្កូមដោយគ្រឿងផងនានាព្រមទាំងមាលាដូតន្ត្រីទងឆាត់ភ្ញីផ្កាច្រើនតាន់តាប់ត្រហឹងអឹងអាប់ញ័រប្រតពីគ្រានោះមហាក្សត្រភ្ញាំងស្មារតីទ្រង់ស្ទង់គ្មានក្មៃយាងផ្លេតទៅបើកប្រាំងភាវតាតតឃើញច្បាស់ក្បួនហែច្រើនណាស់ហើយរុះរើត្រាំងសួរអាម៉ាតដែលឈរនៅថាយីនឹងហៅពេញអង្ចាចុងអង្គពួកជនគេហែអ្វី
មែលទេគ្មានក្មៃគូដល់ការថ្ងៃនេះចំលែកផ្លែកអូឡាអញកើតអង្គចាព្រឺព្រួចណាស់អាមាតនោះឯងជាអ្នកបានគោរពរាប់អានព្រះជាម្ចាស់ក៏ថ្លែងសេចក្តីដោយរហ័សក្រាបទូលឲ្យច្បាស់អស់សង្ស័យថាឯពុជនផងទាំងឡាយនាំគ្នាខ្វល់ខ្វាយមកច្រើនក្រៃគឺមកដង្ហែព្រះតន់តាំងថ្លៃនៃព្រះចោមត្រៃជាសម្ពុទ្ធដែលទ្រង់ត្រាស់ដឹងសពគ្មានសល់កាត់ក្តីកង្វល់ស្រឡះផុតព្រះតីព្រះអង្គស្អាតបរិសុទ្ធពងខ្ពស់បំផុតរកស្មើគ្មានឥឡូវនេះឯងព្រះអង្គនោះទ្រង់យាងចំពោះចូលនិព្វានបាត់បង់យូរហើយតែនៅមានព្រះធាតុកល្យានៃព្រះអង្គគឺព្រះចង្គង់កែវយ៉ាងឯករស្មីល្អប្លែកល្អត្រចង់ឮថាអរហន្តមួយព្រះអង្គដែលទ្រង់ព្រះនាមខែមត្ថេលោកបានតម្កល់ព្រះធាតុនោះដោយក្តីសង្គ្រោះទុកជាគេក្នុងព្រះនគរយ៉ាងថិតថេរចំណេរច្រើនតព្រះរាជាហើយពួងមហាក្សត្រដែលគោរពព្រះចង់គុំជាប់ភពល្អសោភាសុទ្ធតែទៅកើតក្នុងសុគីរាល់រាជាពុំដែលខានទ្រង់ព្រះមហាក្សត្រទ្រង់សន្តាប់អាមាត្យសាស័ព្ទហើយក៏បានទ្រង់លះក្តីខុសទាំងប៉ុន្មានបដិញ្ញាឲ្យប្រានថ្វាយសាសនាជាមហាបាសង្ឃជឿប្រាកដព្រះគុណត្រៃរតន៍មិនសាវាទ្រង់មានព្រះតីជឿជ្រះថ្លាគោរពបូជាអង្គព្រះតន់កាលបារាប់អានគុណព្រះធាតុព្រះតីក៏ឃ្លាតពីនិក្រនទ្រង់ឲ្យបណ្ដេញលែងនិមន្តអង្គពួងនិក្រនដូចមុនឡើយបាទសូមអរគុណសម្រាប់ការសូត្រមក7តពោ5 6 7តពោនេះហើយបងប្អូនដែលមិនទាន់បានជួយ Subscribe Channel របស់ខ្ញុំសូមជួយ Subscribe Channel របស់ខ្ញុំដើម្បីទទួលបានអត្ថបទអប់រំជាច្រើនទៀតដែលខ្ញុំនឹងបង្ហោះពេលក្រោយបាទសូមអរគុណសូមគោរពជម្រាបលា